ទេសកម្ពុជាកំពុងក្លាយជាទីតាំងសក្តានុពលវិនិយោគចិនក្រុមហ៊ុនអចលនទ្រព្យមួយចំនួនក្រុងអភិវឌ្ឍនៅរមណីយដ្ឋានឋានសួគ៌ត្រកុដខេត្តសៀមរាបលើទំហំទឹកប្រាក់ប្រមាណ$50 លានអាមេរិកតំណាងក្រុមហ៊ុនបរទេសបង្ហាញពីឧបសគ្គនិងបញ្ហាប្រឈមក្នុងការវិនិយោគនៅកម្ពុជាចាលោកអ្នកជាទីគោរពដោយឡែកទឹកប្រាក់នៅក្នុងទំហំជិត$50 លានអាមេរិកនឹងត្រូវបានយកមកសាងសង់នៅរមណីយដ្ឋានចាការវិនិយោគទៅលើអគារលំនៅឋានបែបទំនើបមួយដែលមានការតាក់ទាញនៅក្នុងរមណីយដ្ឋានឋានសួគ៌ត្រៃកុដដែលស្ថិតនៅមិនឆ្ងាយពីទីក្រុងអង្គរខេត្តសៀមរាបនោះទេក៏ប៉ុន្តែហើយសម្រាប់ការបង្កើតនៅអគារលំនៅឋានបែបទំនើបនៅក្នុងរមណីយដ្ឋានមួយនេះក៏នឹងជួយជំរុញទៅដល់សក្តានុពលនៃវិស័យទេសចរក្នុងការចូលរួមចំណែកជាមួយសេដ្ឋកិច្ចកម្ពុជាផងដែរអ្នកនាងទុយស៊ីណាតបន្តរាយការណ៍ជូនលោកអ្នកតំបន់រមណីយដ្ឋានឋានសួគ៌ត្រៃកុដគឺជាកន្លែងទេសចរធម្មជាតិដ៏ទាក់ទាញមួយនៅក្នុងទឹកដីនៃខេត្តសៀមរាបពលគឺចម្ងាយប្រហែលជា25 គីឡូម៉ែត្រពីក្រុងអង្គរហើយតំបន់នេះគឺដាច់ផុតពីតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរាដែលជាការអំណោយផលដល់ការវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យធំៗបានបច្ចុប្បន្ននៅក្នុងរមណីយដ្ឋានឋានសួគ៌ត្រៃកុដនេះមានគម្រោងអភិវឌ្ឍអចលនទ្រព្យតាមបែបធម្មជាតិទំនើបនៅលើផ្ទៃដីចំនួន500ហិកតាក្នុងទំហំទឹកប្រាក់ជិត$50 លានសហរដ្ឋអាមេរិកតំបន់រមណីយដ្ឋានឋានសួគ៌ត្រៃកុដគឺជាកន្លែងដែលមានអំណោយផលពីធម្មជាតិមានបឹងត្រៃកុដទំហំ65ហិកតានិងភ្នំគូលែននៅព័ទ្ធជុំវិញធ្វើឲ្យតំបន់នេះក្លាយជាកន្លែងរមណីយដ្ឋានដ៏ទាក់ទាញនិងគួរឲ្យចង់រស់នៅបំផុតតំណាងក្រុមហ៊ុនអភិវឌ្ឍផ្នែកអចលនទ្រព្យនៅក្នុងតំបន់ត្រៃកុដលោកសឿនចិន្តាបានប្រាប់នាយកព័ត៌មានទូរទស្សន៍អាស៊ីអាគ្នេយ៍ឲ្យដឹងថាតំបន់អភិវឌ្ឍអចលនទ្រព្យនៅរមណីយដ្ឋានទេសចរត្រៃកុដនេះបច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យធំៗចំនួន4នៅក្នុងខេត្តសៀមរាបកំពុងបោះទុនវិនិយោគនិងក្រុមហ៊ុនអចលនទ្រព្យមកពីរាជធានីភ្នំពេញមួយចំនួនទៀតកំពុងធ្វើការសហការអភិវឌ្ឍវិស័យអចលនទ្រព្យនៅតំបន់នេះផងដែរដោយមើលឃើញពីការរីកចម្រើននិងមានគោលដៅច្បាស់លាស់ក្នុងការចូលរួមចំណែកអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយមើលឃើញពីការរីកចម្រើនខាងផ្នែកវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាយើងនេះអញ្ចឹងក្រុមហ៊ុនរបស់ខ្ញុំបាទនឹងបានរួមសហការគ្នាដោយយើងមានទស្សនវិស័យច្បាស់លាស់ដោយសំអាងមានគោលដៅដើម្បីចង់រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកជាមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតដែលដឹកនាំធ្វើឲ្យប្រទេសកម្ពុជាយើងរីកចម្រើនលូតលាស់ខ្លាំងហ្នឹងហើយអញ្ចឹងក្រុមហ៊ុនរបស់ខ្ញុំបាទដោយមើលឃើញពីភាពរីកចម្រើននេះហើយទើបខ្ញុំបាទចាប់យកឱកាសមួយដែលក្រុមហ៊ុនរបស់យើងមានទស្សនវិស័យច្បាស់លាស់ចង់អភិវឌ្ឍតំបន់ត្រៃកុដនេះទៅជាទីក្រុងទេសចរធម្មជាតិមួយហ្នឹងហើយដែលល្បីល្បាញបំផុតក្នុងខេត្តសៀមរាបលោកសឿនចិន្តាបានឲ្យដឹងដែរថានៅថ្ងៃអនាគតកន្លែងរមណីយដ្ឋានទេសចរត្រៃកុដនេះមានគម្រោងនឹងបង្កើតឲ្យក្លាយទៅជាទីក្រុងរណបថ្មីមួយនៅក្នុងខេត្តសៀមរាបដែលមានរីសតសន្តាគារខ្ពស់លំដាប់ផ្កាយ5មានបូរីអេកូបៃតងសួនលំហែកាយធំកន្លែងវាយកូនហ្គោលកន្លែងជិះទូកលេងកម្សាន្តនិងអាងហែលទឹកជាដើមទាំងអស់នេះហើយដែលបានធ្វើឲ្យក្រុមហ៊ុនវិនិយោគបរទេសមួយចំនួនកំពុងមានការចាប់អារម្មណ៍ផងដែរដូចជាអ្នកវិនិយោគប្រទេសជប៉ុនចិននិងម៉ាឡេស៊ីជាដើមកំពុងមានការចាប់អារម្មណ៍ក្នុងការវិនិយោគនៅក្នុងតំបន់រមណីយដ្ឋានទេសចរត្រៃកុដនេះយើងមានភាពជឿជាក់ 100% ដោយសារគម្រោងរបស់យើងទី1យើងស្របជាមួយនឹងទិសដៅរបស់រដ្ឋាភិបាលដែលយើងចង់បង្កើតតំបន់ត្រៃកុដនេះទៅជាទីក្រុងរណបថ្មីមួយទៀតជាប់នឹងខេត្តសៀមរាបដោយមើលឃើញពីការរីកចម្រើនជាបន្តបន្ទាប់និងមានការជឿជាក់ពីការអភិវឌ្ឍនៅក្នុងរមណីយដ្ឋានឋានសួគ៌ទេសចរត្រៃកុដនេះបានធ្វើឲ្យប្រជាពលរដ្ឋអ្នកដែលមានជីវភាពធូរធារមួយចំនួនកំពុងមានការចាប់អារម្មណ៍ជាខ្លាំងចង់មកទិញដីសម្រាប់សាងសង់ផ្ទះសម្រាប់រស់នៅលំហែកាយនិងរកទទួលទាននៅក្នុងតំបន់នេះអ្នកស្រីម្នាក់ដែលបានមកលំហែកាយនៅរមណីយដ្ឋានឋានសួគ៌ត្រៃកុដនេះពេលសម្រាប់ពីការងារបានឲ្យដឹងថាលោកស្រីបានមកទិញដីនៅក្នុងតំបន់នេះសម្រាប់ការរស់នៅដោយសារតំបន់នេះមានសក្តានុពលខាងផ្នែកទេសចរធម្មជាតិដែលគួរឲ្យចង់គយគន់និងរស់នៅម្យ៉ាងវិញទៀតតំបន់នេះគឺនៅជិតគម្រោងសាងសង់ប្រលានយន្តហោះខេត្តសៀមរាបថ្មីរបស់រាជរដ្ឋាភិបាល
អ្នកស្រីមានរំពឹងថាការទិញដីនៅក្នុងតំបន់រមណីយដ្ឋានទេសចរឋានសួគ៌ត្រៃកុដនឹងទទួលបានផលច្រើនសម្រាប់អ្នកស្រីដូចជាតម្លៃដីនៅមានភាពធូរថ្លៃសមរម្យហើយនៅជិតទីក្រុងសៀមរាបស្រាប់នៅពេលអនាគតកន្លែងនេះនឹងមានតម្លៃថ្លៃ1គុណនឹង10ឯណោះដោយសារតំបន់នេះជាតំបន់រមណីយដ្ឋានទេសចរធម្មជាតិមើលទៅតំបន់នេះវាមានសក្តានុពលហើយវាមានតាក់ទងទៅនឹងរាជរដ្ឋាភិបាលដែលគាត់នឹងមានគម្រោងអភិវឌ្ឍនៅតំបន់នេះតែអញ្ចឹងខ្ញុំមើលទៅវាសក្តានុពលនោះវាអាចរីកចម្រើនឡើងវាអាចហុចផលចំណេញឲ្យយើងច្រើននៅថ្ងៃអនាគតតំណាងក្រុមហ៊ុនអភិវឌ្ឍផ្នែកអចលនទ្រព្យនៅក្នុងតំបន់ត្រៃកុដលោកសឿនចិន្តាបានឲ្យដឹងថាមូលហេតុដែលក្រុមហ៊ុនរបស់លោកជ្រើសរើសយករមណីយដ្ឋានឋានសួគ៌ត្រៃកុដមកធ្វើការអភិវឌ្ឍនោះដោយសារខេត្តសៀមរាបនិងតំបន់នេះគឺជាទឹកដីសម្រាប់ទេសចរដែលមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិហើយទីតាំងនេះគឺមានអំណោយផលពីធម្មជាតិស្រាប់សម្រាប់អ្នកទេសចរមកដំណើរកម្សាន្តលោកសឿនចិន្តាសូមស្វាគមន៍ចំពោះក្រុមហ៊ុនវិនិយោគជាតិនិងអន្តរជាតិដែលមានបំណងចង់មកបណ្ដាក់ទុនវិនិយោគនៅក្នុងរមណីយដ្ឋានឋានសួគ៌ត្រៃកុដនេះដើម្បីរួមចំណែកក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យមានការរីកចម្រើនក៏ដូចជាជួយបង្កើតការងារសម្រាប់ឲ្យប្រជាជននៅតំបន់នោះផងដែរ។